ជំរាបសួរសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងនឹងនាំអ្នកទាំងអស់គ្នាទៅធ្វើដំណើរកម្សាន្តជាមួយខ្ញុំនៅលើកោះរ៉ុងដ៏ស្រស់ស្អាតក្រៅពីឆ្នេរខ្សាច់ដ៏ល្បីល្បាញនៅកោះរ៉ុងនេះមានកន្លែងមួយទៀតដែលបងអត់ទាន់បានស្គាល់ថាមែនកន្លែងនោះលាក់ខ្លួនបានជ្រៅមែនតែននោះគឺទឹកធ្លាក់ព្រែកស្វាយដែលខ្ញុំនឹងនាំបងទៅមើលពីទស្សនវិជ្ជានិងការធ្វើដំណើរជាក់ស្ដែងទៅលេងនៅទឹកធ្លាក់ព្រែកស្វាយតែម្ដងទឹកធ្លាក់ដែលបងប្អូនពុំសូវស្គាល់ហើយទីនោះកំពុងតែលាក់ខ្លួននៅក្នុងព្រៃយ៉ាងជ្រៅដើម្បីរង់ចាំភ្ញៀវទេសចរទាំងភ្ញៀវជាតិនិងអន្តរជាតិអញ្ជើញទៅលេងនៅទឹកធ្លាក់ព្រែកស្វាយកុំឲ្យចំណាយពេលយូរតោះទៅមើលវីដេអូពេញជាមួយនឹងខ្ញុំទាំងអស់គ្នាវីដេអូលើកនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាមកលេងទឹកធ្លាក់ព្រែកស្វាយដែលស្ថិតនៅភូមិព្រែកស្វាយសង្កាត់កោះរ៉ុងក្រុងកោះរ៉ុងខេត្តព្រះសីហនុវីដេអូនេះខ្ញុំនឹងប្រាប់បងនិយាយថាច្បាស់ចំពោះផ្លូវបាត់ទៅណាអញ្ចឹងសម្រាប់បងដែលគាត់មកកោះរ៉ុងលើកទី1គាត់ចង់ទៅលេងទឹកធ្លាក់ព្រែកស្វាយគាត់អាចមើលវីដេអូនេះបានឥឡូវនេះខ្ញុំចេញពីឡុងសិតទៅជីកាត់ផ្លូវជាច្រើនកន្លែងហើយមកលើកនេះក៏ខ្ញុំមកជាលក្ខណៈធីមធំដែរមានតុក2ម៉ូតូដល់ទៅ3គ្រឿងឯណោះហើយសម្រាប់វីដេអូខាងមុខខ្ញុំនឹងប្រាប់បទពិសោធន៍ថ្មីជូនអ្នកទាំងអស់គ្នាដែលមកលេងនៅធ្លាក់ព្រែកស្វាយនៅពេលរដូវ green season នេះហើយសម្រាប់ទេសភាពនៅតាមផ្លូវវិញគឺស្អាតមែនទែនហើយយើងជិះមកដល់សហគមន៍អេកូទេសចរព្រែកកោះកាងកោះរ៉ុងហើយបងកុំភ្លេចចូលលេងផងនៅទីនេះគឺមានអ្វីផ្សេងជាច្រើនហើយយើងជិះពោះម៉ាន់តិចបាត់ចូលផ្លូវនេះមកបន្ទាប់មកបងជិះទៅត្រង់រហូតនឹងមានផ្លូវបាត់មួយទៀតបងអាចបាត់តាមម៉ូតូដែលពួកខ្ញុំបានជិះហ្នឹងហើយសម្រាប់ទេសភាពតាមជើងភ្នំវិញគឺស្រស់ស្អាតខ្លាំងមែនតែនជាពិសេសពេលពួកខ្ញុំជិះម៉ូតូតាមផ្លូវហ្នឹងគឺភ្លៀងរលឹមតិចរហូតប៉ុន្តែពួកយើងនៅតែបន្តដំណើរដើម្បីបានទៅលេងនៅកន្លែងស្អាតនិងទេសភាពស្រស់បំព្រងអញ្ចឹងបងហើយនេះសម្រាប់ផ្លូវបាត់ទៅសុកសានិងផ្លូវបាត់ទៅព្រែកស្វាយហើយនេះគឺផ្លូវបាត់ទៅព្រែកស្វាយបងហើយយើងបន្តដំណើរមករហូតឃើញPalm Beachយើងជិតដល់គោលដៅដែលត្រូវបាត់ចូលផ្លូវលំហើយយើងបន្តដំណើរទៅរហូតសម្រាប់បងដែលមាន plan មកលេងនៅទឹកធ្លាក់ព្រែកស្វាយហ្នឹងគាត់អាចអញ្ជើញមកលេងពេលម៉ោងបាយហើយម៉ោង1 2អញ្ចឹងល្មមលេងតែកុំឲ្យដល់ម៉ោង3ពេកដែលថាខាត់ល្ងាចជ្រាយើងពិបាកមកវិញអញ្ចឹងណានេះបងយើងមកដល់វត្តហើយបងឃើញហើយมันមានផ្លាកមួយដែលខាងក្រសួងទេសចរគាត់បានដាក់ចំពីមុខដាក់ទឹកធ្លាក់ព្រែកស្វាយនឹងតែម្ដងបងណែម៉ូតូយើងអស់កាឡាដឹងមើលមែនថាមែនតើមានកលាហ្នឹងទៅមិនឡើយគាត់ជិះទៅមកអត់ម៉ូតូអស់កលាដឹងតើកោនឹងទៀតអត់លើខ្លាំងចាំហើយអត់ឡើងមកកងបាយអត់យកផងមកធ្វើអីនេះបាទតាំងពីម៉ោងឯមុនមានអីអូល្អឡងដល់ល្អឡាផ្លូវនេះមកអើយនោះអេដមីនឆ្មាទឹកល្អទីណាទីណៃដួលជាងាប់ទីងើនឹងផ្លូវទៅលេងទឹកធ្លាក់អត់បាក់ទេឲ្យតែកន្លែងណាមានខ្លាក់ទឹកធ្លាក់ព្រែកស្វាយហ្នឹងគឺទៅអត់ខុសទេពិបាកបន្តិចតែសុបាយតាខ្លួនធ្វើឲ្យដែរតែបើជាតាមមកទូមិនគាត់ទៅត្រេនិយាយទៅគឺបទពិសោធន៍ថ្មីមែនតើដោយសារតែម៉ូតូនេះគឺយើងគិតថាកង់ធំវាងាយស្រួលជិះអញ្ចឹងណាប៉ុន្តែម៉ូតូនឹងវាអត់មានកលាដូច្នេះហើយវាល្អមែនតើសម្រាប់ដីក្រហមដែលគេទៅបញ្ចាក់ថ្មីអញ្ចឹងហើយសម្រាប់ម៉ូតូអត្រៃវិញវ៉ាវ it's okay គឺស្រួលជិះមែនតើសម្រាប់ផ្លូវអញ្ចឹងអី
ហើយតិចទៀតយើងនឹងសុភាគាត់ភាសាទៀត សុំទៅពីមួយមិន admin ផែនណាមានអារម្មណ៍មិនដែរមកដើរលេងទឹកធ្លាក់ មានមិនអបិសោតថ្មីចាស់កំពុងអាកាំងធំកាឡាអត់កាឡានេះមកជីមកនេះអបចោចកាឡាទៅចោចហើយមានអារម្មណ៍មិនដែរមានអារម្មណ៍មិនស្ប្រាយហ្មងមានអីដល់បងដែលចង់ដើរលេងកោះរងអាកន្លែងហ្នឹងអត់ផ្លូវនេះផ្លូវក្រហមយើងមានកាឡាដូចអាស្រ័យមកអូខេដាក់ទៅយើងទៀតទៅបុកបានចេញចាំទៅដល់មកទីមកតាមទៅហើយជាស្ដែងសម្រាប់អារម្មណ៍ពួកខ្ញុំមកលើកនេះលើកទី2ហើយប៉ុន្តែលើកទី1គឺពិបាកជិះជាងនឹងទៀតបងដូច្នេះហើយសម្រាប់លើកទី2នេះគឺងាយស្រួលជិះជាងមុនឆ្ងាយមានអារម្មណ៍អីដែរបងចប់មកអារម្មណ៍ណាស់បងអើយអត់ទៅណាហើយលើនេះណាមកកក់លើឡាវិញមិនទេអេមីចោលសិនតែមកទៅមិនលឿនអត់ទៅបានហើយជាទៅដោយសារតែពេលខ្ញុំមកហ្នឹងគឺមេឃវារលឹមដីហ្នឹងវាអត់ស្ងួតសោះអញ្ចឹងនៅធ្វើឲ្យម៉ូតូឬក៏តុកតុកហ្នឹងរៀងពិបាកជិះអានេះផ្លូវបាត់មួយទៀតណាបងប៉ុន្តែពេលពួកខ្ញុំត្រឡប់ទៅវិញគឺដីយ៉ាងស្ងួតគឺអត់អីទេស្រួលជិះធម្មតាទេហើយយើងមកដល់ទីនេះគឺខាងតុកតុកគឺត្រូវតុកតុកនៅហ្នឹងហើយត្រូវដើរថ្មើរជើងទៅលើតែម្ដងជ្រុះព្រួយយើងដើរផាច់វា1គីឡូម៉ែត្រទៀតនេះជាងផ្លូវយើងទៅយើងដើរទៅដើម្បីទៅដល់ទឹកធ្លាក់ព្រែកស្វាយយើងត្រូវឆ្លងកាត់ព្រៃដ៏ស្រស់ស្អាតមួយនេះវាជាផ្លូវមួយគួរចាប់អារម្មណ៍មែនទែនពោពេញទៅដោយសម្លេងធម្មជាតិនិងទិដ្ឋភាពពណ៌បៃតងស្រស់នេះជាឱកាសមួយដ៏ល្អមែនទែនសម្រាប់រំដោះខ្លួនចេញពីភាពអ៊ូអរនៃទីក្រុងហើយរីករាយជាមួយនឹងភាពស្ងប់ស្ងាត់នៃធម្មជាតិនេះហា adventure បាទនេះដាក់ថ្មជីវិតលើសំឡេងកោដឹងបាទឥឡូវយើងដល់កន្លែងកញ្ចក់វាទៅទៀតហ្នឹងហើយនេះឡើងយើងទុកម៉ូតូហើយមានបន្ទប់ទឹកហ្នឹងហើយអ្នកនរគ្នាឥឡូវយើងបានមកដល់ចំណតម៉ូតូនៅលើកន្លែងទឹកធ្លាក់ព្រែកស្វាយហើយនេះទឹកធ្លាក់ព្រែកស្វាយអញ្ចឹងយើងទៅក្រោមបន្តិចទៀតដល់ហើយឥឡូវលឺសលេងទឹកដើរហើយមកដល់ហ្នឹងយើងក៏មានបន្ទប់ទឹកដែរនៅខាងលើនេះបន្ទប់ទឹកអញ្ចឹងយើងចំណាយពេលហាក់ជា 4-5 នាទីទៀតចូលទៅក្រោមគឺដល់កន្លែងទឹកធ្លាក់ហើយឥឡូវចាប់ដើមលឺសំឡេងទឹកដើរហ្នឹងហើយចាំដល់ក្រោមចាំយើងថតដល់កន្លែងទឹកធ្លាក់ម្ដងទៀតហើយយើងឈរនៅកន្លែងបែបទឹកទីមកទៅហើយយើងចេញដំណើរបាយអត់បាទហើយយើងក៏ធ្វើដំណើរចុះទៅខាងក្រោមបន្តិចគឺមកដល់ទឹកធ្លាក់ដំណាក់កាលទី1គឺនៅទីនេះគឺគេរៀបជាអាងស្តុកសម្រាប់លេងនៅខាងក្រោមមកដល់ទីនេះបាត់អស់ទុកកង្វល់តែម្ដងមានតែសំឡេងសប្បាយក្អាកក្អាយជាមួយនឹងក្តីសង្ឃឹមឆ្ពោះទៅកាន់ទឹកធ្លាក់នៅខាងលើនេះគឺជាស្ពានសម្រាប់ឆ្លងកាត់ទៅកាន់ទឹកធ្លាក់ព្រែកស្វាយនៅខាងលើដើម្បីឃើញទីតាំងថាទឹកធ្លាក់ស្អាតគឺយើងត្រូវតស៊ូទៅមុខទៀតមិនដែរសប្បាយអត់ចង់បានធម្មជាតិអញ្ចឹងណាតើតែមានការលះបង់ទៅបានទទួលផលល្អអត់មានងាយស្រួលទេបាទធម្មជាតិនេះគេហៅថាហើយសម្រាប់ផ្លូវដែលយើងដើរទៅកាន់ទឹកធ្លាក់ព្រែកស្វាយហ្នឹងគឺគេមានជាផ្លាកបែបហ្នឹងសម្រាប់ធ្វើការណែនាំបងដែលមិនដែលមកលេងនៅទីនេះឲ្យបានស្គាល់ទៅផ្លូវទៅទឹកធ្លាក់ព្រែកស្វាយហ្នឹងសម្រាប់ការដើរថ្មើរជើងពីកន្លែងយើងឈប់តុកមករហូតទៅដល់លើភ្នំគឺបើចំណាយពេលត្រឹមតែ20នាទីទេសម្រាប់ការឡើងលើភ្នំទៅលេងទឹកធ្លាក់ព្រែកស្វាយហ្នឹងហ
ហើយសម្រាប់ផ្លូវវិញគឺមានស្រួលនិងពិបាកប៉ុន្តែបងអាចមើលទេសភាពបានគឺស្រស់ស្អាតខ្លាំងមែនទែនសម្រាប់ការធ្វើដំណើរមួយនេះណាមើលទេសភាពបណ្ដាហើយដើរស្រូបយកក្លិនធម្មជាតិបណ្ដាធ្វើឲ្យអារម្មណ៍ស្រស់ស្រាយខ្លាំងមែនទែនមកលេងទឹកធ្លាក់នេះហាប្រៀបដូចបានផ្សងព្រេងធម្មជាតិស្រស់ស្រាយស្រស់ស្អាតបានក្នុងពេលតែមួយតែម្ដងរូបភាពរុក្ខជាតិប្លែកៗដែលដុះនៅតាមដងផ្លូវហើយមានវល្លិមានដើមឈើដែលដេកដួលនិយាយទៅធ្វើឲ្យយើងមានអារម្មណ៍ថាយើងបានមកដើរលេងព្រៃដែលចំណាយពេលមិនដល់កន្លះម៉ោងផងក្នុងការធ្វើដំណើរមានថ្មធំដែលដុះកាត់មុខផ្លូវដែលយើងកំពុងតែដើរនឹងអារម្មណ៍ពេលហ្នឹងគឺសប្បាយហើយក៏ហត់តិចតួចប៉ុន្តែបាត់អស់ទុកកង្វល់ហ្មងពូដែរបានដល់ហើយហ្នឹងហើយគឺមានមកកាន់ដៃចឹងដាក់មួយទៅអ្នកទាំងអស់គ្នាអាចឮសំឡេងទឹកធ្លាក់បដាហើយព្រោះនេះគឺយើងចិត្តមកដល់គោលដៅហើយហើយនេះគឺជាទឹកធ្លាក់ព្រែកស្វាយវាពិតជាស្រស់ស្អាតខ្លាំងណាស់ជាមួយនឹងទឹកហូរធ្លាក់ពីលើថ្មធំបង្កើតបានទៅជាអាងទឹកធម្មជាតិដ៏ត្រជាក់និងថ្លាឈ្វេងគ្មានអ្វីប្រសើរជាងងូតទឹកស្រស់ស្រាយនៅក្នុងអាងទឹកធម្មជាតិបន្ទាប់ពីធ្វើដំណើរដ៏វែងឆ្ងាយនោះទេទឹកនៅទីនេះពិតជាត្រជាក់ហើយបរិសុទ្ធខ្លាំងណាស់យើងអាចចំណាយពេលនៅទីនេះដើម្បីសម្រាកលេងទឹកថតរូបនិងរីករាយជាមួយនឹងទេសភាពដ៏ស្រស់ស្អាតដែលធម្មជាតិបានផ្ដល់ឲ្យវាគឺជាទីកន្លែងដ៏ស័ក្តិសមសម្រាប់ការបន្ធូរអារម្មណ៍ទឹកធ្លាក់ព្រែកស្វាយនេះកំពុងតែលាក់ខ្លួនរងចាំភ្ញៀវទេសចរភ្ញៀវជាតិនិងអន្តរជាតិអញ្ជើញមកលេងនៅទឹកធ្លាក់នេះតតែម្ដងទឹកធ្លាក់ដ៏ស្រស់ស្អាតដ៏ស្ងប់ស្ងាត់ព័ទ្ធជុំវិញទៅដោយទឹកសមុទ្រមានទឹកធ្លាក់ដ៏ស្រស់ស្អាតបែបនេះចាំការបងអញ្ជើញមកលេងទាំងអស់គ្នាទេសភាពនៅរដូវកាល Green Season នេះពិតជាពណ៌ green ដូចឈ្មោះពិតមែនគឺខៀវស្ងាត់ពេញព្រៃតែម្ដងទេសភាពស្រស់ស្អាតមានទឹកធ្លាក់ហូរកាត់ថ្មធ្វើឲ្យភ្ញៀវទេសចរទាំងភ្ញៀវជាតិនិងអន្តរជាតិដែលមកលេងនៅទីនេះបំភ្លេចមិនបាននោះទេដំណើរផ្សងព្រេងរបស់យើងទៅកាន់ទឹកធ្លាក់ព្រែកស្វាយពិតជាមិនអាចបំភ្លេចបានទេវាបង្ហាញបានថាយើងនៅកោះរ៉ុងមិនត្រឹមតែមានឆ្នេរដ៏ស្រស់ស្អាតប៉ុណ្ណោះទេថែមទាំងមានត្បូងលាក់កំបាំងជាច្រើនទៀតដែលកំពុងរងចាំឲ្យយើងស្វែងរកប្រសិនបើអ្នកទាំងអស់គ្នាមានឱកាសមកលេងកោះរ៉ុងកុំភ្លេចមកលេងទឹកធ្លាក់ព្រែកស្វាយឲ្យសោះសមុទ្រធម្មជាតិផ្សារភ្ជាប់ជាមួយនឹងព្រៃភ្នំបងគិតមើលទេសភាពបែបនេះដែលយើងទាំងអស់គ្នាគួរចំណាយពេលវេលាជាមួយ chơi vậy mà
rồi mày lang được Chắc cao hả? សម្រាប់បងបងដែលគាត់មកលេងនៅទឹកធ្លាក់ព្រែកស្វាយគាត់ដើរមកតាមផ្លូវគឺឃើញធម្មជាតិស្អាតអញ្ចឹងហ្មងទេសភាពគឺស្អាតគ្រប់កន្លែងមានកន្លែងដើរកាត់ព្រៃដើរកាត់អីផ្សេងមានថ្មមានកន្លែងអីចឹងណានិយាយទៅគេបែប adventure ហ្មងណាសប្បាយខ្លាំងមែនតើអញ្ចឹងសម្រាប់បងបងដែលគាត់មកលេងនៅទឹកធ្លាក់ព្រែកស្វាយគឺគាត់ពាក់បែបជាលក្ខណៈស្បែកជើងមានកន្លាចេះមកស្បែកជើងថ្មីកុំឲ្យស្បែកជើងអត់កាឡាឬក៏បើជើងចាស់អីវាអាចនឹងប្រឈមមុខនឹងល្អិលដួលអីចឹងណាហើយមួយទៀតហ្នឹងគឺពាក់ខោជើងវែងហើយអាវអីឲ្យចិត្តមកយើងមកលេងទឹកមែនប៉ុន្តែយើងថែរក្សាសុខភាពផងរក្សានៅក្នុងព្រៃចឹងវាសម្បូរទៅដោយមូសបោអីចឹងណាអញ្ចឹងសម្រាប់ experience របស់ខ្ញុំដែលមកលេងនៅទឹកធ្លាក់ព្រែកស្វាយហ្នឹង2ដងហើយគឺល្អបំផុតគឺពាក់ខោជើងវែងហើយពាក់អាវចិត្តខ្លួនចាសូមអរគុណជាចុងក្រោយនេះខ្ញុំសូមឲ្យអ្នកទាំងអស់គ្នាដែលបានមកលេងនៅកោះរងកុំភ្លេចមកលេងទឹកធ្លាក់ព្រែកស្វាយឲ្យសោះអរគុណច្រើនបងសម្រាប់ការទស្សនាជួបគ្នានៅវីដេអូក្រោយៗទៀត